ជំរាបសួរបងប្អូនជាកសិករទាំងអស់គ្នាថ្ងៃនេះមកគឺដំណើរមកប៉ះដលងនេះយ៉ាងកៅទៅជួបលើកដំបូងដែរយ៉ាងកៅដែលមានបញ្ហាបែបនេះតែខ្ញុំសួរម្ចាស់គាត់ថាគាត់តែញ៉ាំរត់ពូជថ្លៃតែដាំឆ្នាំដំបូងហ្នឹងវាអត់អីទេវាលូតលាស់ធម្មតាអានេះដោយសារគាត់ទុកខួបហើយគាត់ទុក2ឆ្នាំដល់អញ្ចឹងទៅគាត់ថាងាប់ចុងអញ្ចឹងដែរនឹងឆ្ងល់ដែរដល់អញ្ចឹងតែគាត់ថាពីមុនហ្នឹងមកទិញពូជគេវាមានចៃវាងាប់វាយើងកើតវាប្រមូលតម្រៃវាងាប់ចុងអស់ចឹងដែរតែបើយើងថាសំតាឡងទឹកហើយអាឡងទឹកឯងមិនដឹងទេហើយចឹងមានដីលើកើតទៅអូនតែញ៉ាំខាវយើងធ្វើមិនទុំពីឆ្នាំវាអត់សាវយកមកមើលថាមកគាត់ដែរណាដីនេះទូ2ឆ្នាំវាឆ្នាំវាល្អពូជផ្សេងអត់អីតែបើពូជយ៉ាងកៅនេះវារៀងពិបាកដែរតែខ្ញុំទៅឃើញមកចការនេះឯងបងប្អូនរៀងវាចេញមកចឹងថ្ងៃនេះជាការចែកម្លែកបងប្អូនបើបងប្អូនដឹងថាវាកើតអី